សំពៅពួនធ្លាប់អ៊ូអូប្រែមកដូរស្ងាត់ឈិនសូនកាស៊ីណូធ្លាប់មាននូរាប់ពាន់បងប្អូនប្រជាជនសប្បាយមានការងារធ្វើតាមដងផ្លូវធ្លាប់ណែនក៏អ្នកបាងក្លុកក៏ប្រសើរគ្រប់គ្នាក៏មានការងារធ្វើសេដ្ឋកិច្ចលូតកនបើផ្ទះជួលក៏ងាយរកប្រាក់តែពេលនេះវិញយំលែងចេញសឹងគ្រប់គ្នាខ្លះវ័នក៏ធនាគារព្រោះអាងសេដ្ឋកិច្ចមិនធ្លាក់មានចិនអ៊ីនដូរាប់ពាន់ម៉ឺនអ្នកបន្ទប់ជួលផ្ទះសបាយយកលុយគឺចិនទៅអស់ប្រែខកខានអ្នកធ្លាប់អាងភ្នែកសស្លឺគ្មានការងារផ្ទះជួលគ្មានអ្នកមើលលក់ដូរគ្មាននោះដែរតើអាយសងខឹមអ្វីទៅ